Cái này xong thoại cúm để con cột óng hay số đây là ông ôn đi sẽ tập nhé ngày nít nhưng mà xong lực dầu phải nhà mối để tận từng mùa hai năm ở miền cột nát cho ra chọc lại cô miền cái ta tràn đại nòm ở miền cột nát cho ra chọc lại cô ta đại nhom bàn sắc xa nâng trời bị thiệtเคยថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសជាតិកម្ពុជាយើងនេះមានការកើតមានជារៀងរាល់ថ្ងៃហើយបណ្ដាឲ្យមានការស្លាប់បាត់បង់អាយុជីវិតបាទជារៀងរាល់ថ្ងៃគួរឲ្យមានការព្រួយបារម្ភផងដែរអញ្ចឹងអ្វីទាំងអស់នេះវាកើតឡើងពីកត្តាជាច្រើននៅក្នុងនោះខ្ញុំសូមលើកយកនៅកត្តា5ដែលនាំឲ្យមានការគ្រោះថ្នាក់ចរាចរណ៍ទី1កត្តាសិក្សាអប់រំផ្សព្វផ្សាយអនុវត្តការសិក្សានេះដោយយើងជាប្រទេសកំពុងអភិវឌ្ឍត្រូវការសិក្សាអញ្ចឹងការសិក្សានេះត្រូវមានការបញ្ចូលនៅមេរៀនសិក្សាតាំងពីថ្នាក់បឋមរហូតដល់ថ្នាក់មហាវិទ្យាល័យឬក៏ថ្នាក់ឧត្តមសិក្សាពីព្រោះមនុស្សយើងតែងតែធ្វើដំណើរទៅតាមផ្លូវជាពិសេសកុមារាកុមារីគាត់ធ្វើដំណើរតាមផ្លូវគាត់ត្រូវយល់អំពីបញ្ហាការប្រើប្រាស់ផ្លូវឲ្យបានត្រឹមត្រូវដូចជាការធ្វើដំណើរប្រកាន់ស្នាមជាដើមណាហើយការអប់រំក៏ត្រូវតែមានជាប្រចាំផងដែរធ្វើយ៉ាងម៉េចការធ្វើដំណើរតាមផ្លូវត្រូវតែមានសុជីវធម៌ឬក៏មានការប្រុងប្រយ័ត្នគ្រប់វិនាទីទាំងអស់ពីព្រោះគ្រោះថ្នាក់នេះយើងមិនអាចមើលឃើញទេវាអាចកើតមានគ្រប់វិនាទីបើសិនជាយើងមានការធ្វេសប្រហែសឬក៏មានសេចក្តីប្រមាថណាមួយគឺអាចនឹងកើតមានចំពោះយើងក៏ដូចជាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃផងដែរហើយការផ្សព្វផ្សាយនៅតាមប្រព័ន្ធ social media ក្តីនៅតាមទូរទស្សន៍ក្តីត្រូវតែមានការផ្សព្វផ្សាយបានទូលំទូលាយឬក៏ក្រសួងគួរតែមានបង្កើតឲ្យមានវីដេអូអប់រំឲ្យបានច្រើនអំពីគ្រោះថ្នាក់ចរាចរណ៍ឬក៏ការអនុវត្តនោះទៅមានអាចនឹងកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍នឹងបានហើយចំណុចមួយទៀតទាក់ទងទៅនឹងការអនុវត្តនេះគឺ